បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការបង្កើត grid line និងការរៀបចំ dimension ទៅលើកម្មវិធី Autodesk Revit ហើយខ្ញុំមានប្លង់ជាប្រភេទប្លង់ 2D មួយដែលខ្ញុំបានមកពីបងប្រុសម្នាក់ដែលគាត់ឲ្យយកមកតម្លើងជា 3D ដែលគាត់ចង់បានជាប្រភេទ 3D ចឹងមុននឹងទៅបង្កើត grid line នៅក្នុង Revit យើងត្រូវតែឆែកប្លង់ជា 2D ជាមុនសិនហើយខ្ញុំមានប្លង់ហើយនេះជាប្រភេទប្លង់ហើយនេះគឺជាប្រភេទប្លង់ elevation តែបើគាត់ហ្នឹងគឺគាត់មានតែបែបហ្នឹងទេហើយគាត់ចង់បានជាប្រភេទ 3D ចឹងណាចឹងថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីវិធីសាស្ត្របង្កើត grid line និងការរៀបចំ dimension ឲ្យបានត្រឹមត្រូវចឹងយើងចូលទៅ AutoCAD ទាំងអស់គ្នាដើម្បីទៅឆែកប្លង់ 2D របស់គាត់ថា 2D មានប្លង់អ្វីខ្លះមានប្លង់តើតើជាមួយនឹងគ្រឿងអង្គមអត់មានប្លង់ detail អីផ្សេងអត់ចឹងណាចឹងឥឡូវយើងចូលបន្តប្លង់បាត 2D របស់យើងហើយដែលជាប្រភេទប្លង់ 2D ហើយមានតែប្លង់បាតទេនៅនេះចឹងនេះយើងបើកមកគឺគាត់អត់មានអីទេគឺគាត់មានតែប្លង់បាតប៉ុណ្ណឹងគឺគាត់មានarea របស់គាត់មានដូចជាកន្លែង living room កន្លែង dinner ហើយនឹងបន្ទប់គេង2បន្ទប់ទឹក2ហើយអូខេគាត់មានតែប៉ុណ្្នឹងទេដូចជាមានរៀនហាលទេអញ្ចឹងដើម្បីបង្កើត grid line ឬក៏ create grid line នៅក្នុង Revit បានយើងត្រូវតែឆែកប្លង់ CAD សិនបើបងប្អូនមានប្លង់ CAD ស្រាប់ក៏ប៉ុន្តែមួយទៀតបើបងប្អូនមិនទាន់មានប្លង់ CAD ទេបងប្អូនអាចទៅ create នៅកម្មវិធី Revit តែផ្ទាល់ក៏បានដែរអត់អីទេខ្ញុំនឹងបង្ហាញតាមក្រោយទៀតចឹងឥឡូវខ្ញុំមានប្លង់បាតហើយខ្ញុំនឹងយកប្លង់នេះយកទៅដាក់ចូលនៅក្នុងកម្មវិធី Revit អូខេខ្ញុំទៅ clear ប្លង់នេះស្អាតសិនចឹងគឺខ្ញុំរៀបចំឲ្យប្លង់នេះហើយវិធីសាស្ត្រមួយទៀតនៅក្នុង CAD ក៏គេមាន x និង y ដែរក្នុង Revit ក៏ដូចគ្នាគឺគេមាន x និង y ដែរដើម្បីឲ្យពីរនឹងត្រួតស៊ីគ្នាល្អមិនឲ្យរេយើងប្រើវិធីសាស្ត្រមួយគឺខ្ញុំតែប្រើគឺខ្ញុំយកខ្ញុំប្រើវិធីសាស្ត្រមូលហើយខ្ញុំចុច Shift ទងជោគហើយខ្ញុំវាយ0ហើយខ្ញុំក្បៀស0អូខេណា0ដើម្បីមកទីតាំងដែលយើងចង់បានអូខេតែប៉ុណ្ណឹងហើយបងប្អូនមួយទៀតកុំភ្លេចកំណត់ unit ចឹងកន្លែងនេះបងប្អូនដាក់ millimeter មកបងប្អូនគូ GA ដាក់ជានឹងមកហើយអូខេហើយមួយទៀតបងប្អូនកុំភ្លេច purge ផងចឹងខ្ញុំប្រើ add in បើបងប្អូនចង់បាន add in ហ្នឹងបងប្អូនអាចតើទៅមកខ្ញុំតាម comment មកខ្ញុំនឹងផ្ញើឲ្យទៅតាម comment ឬក៏ផ្ញើតាម link អ្វីមួយចឹងខ្ញុំប្រើចេញចឹងខ្ញុំសៀវវាមកខ្ញុំសៀវវាដាក់ឈ្មោះ GF ចឹងទៅអូខេតែប៉ុណ្ណឹងគឺរួចរាល់ហើយចំពោះ 2D ចឹងយើងចូលទៅ 3D វិញគឺ Autodesk Revit ដែលយើងបង្កើត grid line វីដេអូហ្នឹងគឺខ្ញុំបង្ហាញពីរបៀបបង្កើត grid line និងរៀបចំ dimension អូខេចឹង AutoCAD គឺ
គឺខ្ញុំមានតែ2ទេគឺមាន AutoCAD 25និង Revit 25ចឹងខ្ញុំបើក Revit 25មកអូខេពេលដែលបើក Revit 25គឺវាលោតផ្ទាំងបែបនេះចំពោះខាងនេះគឺ default Revit មកទេហើយខាងក្រោមនេះគឺ default Revit model ខាងក្រោមនេះគឺមាន family ខាងលើគឺ model ខាងនេះគឺ family គឺយើងអាច create family នៅទីនេះបានណាហើយនេះគឺជាប្រភេទ model អញ្ចឹងពេលដែលបើកមកកុំព្យូទ័របងប្អូនប្រកាសជាមានតែត្រឹមនេះទេហើយត្រឹមនេះទេអញ្ចឹងបងប្អូនធ្វើម៉េចដើម្បីយើង create line យើងក៏ dimension នៅក្នុងកម្មវិធី Revit បានអញ្ចឹងនៅទីនេះវា model និង family អញ្ចឹងខ្ញុំយក new model ណាអូ sorry ឥឡូវយើងបកទៅក្រោយតិចចំពោះដែលបងប្អូនមិនទាន់មាន template បងប្អូនអាចcomment នៅក្នុង channel YouTube របស់ខ្ញុំទៅហើយខ្ញុំនឹង reply ទៅវិញហើយខ្ញុំនឹងដាក់ download template នៅវីដេអូក្រោយចំពោះដែលអ្នកទើបតែឃើញវីដេអូនេះជួយ subscribe ដើម្បីទទួលបានវីដេអូថ្មីៗពីកម្មវិធី Revit Basic រហូតអាចប្រើការបានអញ្ចឹងខ្ញុំបកមកក្រោយតិចគឺខ្ញុំចុចកន្លែងសញ្ញាព្រួយនេះគឺវាលោតសចេះបែបនេះមកអញ្ចឹងខ្ញុំនឹង load template ទៅអញ្ចឹងខ្ញុំចុចកន្លែង file មានលោតច្រើនមាន new មាន open មាន save as មាន export អញ្ចឹងទៅអញ្ចឹងគឺខ្ញុំយកកន្លែង option នេះអូខេអញ្ចឹងវាលោកកន្លែង option នេះមកនៅក្នុង option នេះមាន general មានអីច្រើននៅក្នុងហ្នឹងទៅអញ្ចឹងអ្វីដែលខ្ញុំថ្ងៃនេះខ្ញុំនឹងបង្ហាញគឺខ្ញុំចង់ប្រាប់តែ file location ខ្ញុំចុច file មួយមកគឺ default Revit វាមកមាន2នេះណានេះគឺជា template អញ្ចឹងគឺខ្ញុំចង់ដាក់ template របស់ខ្ញុំចុចសញ្ញាបូកនេះគឺ add value ចុចមកគឺវាលោត display មក desktop របស់យើងអញ្ចឹងគឺខ្ញុំចូលទៅយករបស់ខ្ញុំមកនេះអូខេអញ្ចឹងខ្ញុំយក architect របស់ខ្ញុំនេះគឺជា architect នេះក៏ architect ដែរអូខេមាន architect ច្រើនអញ្ចឹងហើយបើបងប្អូនដូចខ្ញុំនិយាយអញ្ចឹងបើបងប្អូនចង់បាន template បងអាច comment subscribe channel YouTube ខ្ញុំម្នាក់មួយទៅបងប្អូននឹងទទួលបានវីដេអូថ្មីនឹងមុនគេពី channel របស់ខ្ញុំហើយមានប្រាប់ពីរបៀបផ្សេងពីកម្មវិធី Autodesk Revit ចឹងឥឡូវខ្ញុំយកមួយនេះមកខ្ញុំចុច open អូខេខ្ញុំចុច open មកអូខេចឹងខ្ញុំចុច open ពេល open នោះវាលោតនៅនេះហើយចំពោះពីនេះបងប្អូនចង់លុបក៏បានអត់ក៏បានដែរណាបងចង់លុបក៏បានអត់បានតែខ្ញុំអត់លុបទេខ្ញុំចុច OK មកអញ្ចឹងវាអត់តមកទៀតដើម្បីប្រើវាបានបងប្អូនចុច file ហ្នឹងតែបងយក new មកហើយយក project ណាយក project អញ្ចឹងនេះយកហ្នឹងមកហើយបងចុច OK មកអញ្ចឹងtemplate របស់ខ្ញុំគឺខ្ញុំបង្កើតនៅ version 2022អញ្ចឹងវាកំពុងតែ upgrade ឡើងមក2025ដោយសារតែកុំព្យូទ័រខ្ញុំរៀង slow បន្តិចអញ្ចឹង upgrade មកវារៀងយឺតតិចហីអញ្ចឹងយើងរងចាំការ update របស់វាតិចទៅអូខេអញ្ចឹងការងាររបស់យើងបានបើកមកហើយអញ្ចឹងខ្ញុំយក continue working with the file អញ្ចឹងគឺបែបនេះចឹងនៅផ្ទាំងខាងនេះគឺមានផ្ទាំងច្រើនអញ្ចឹងណា
chẳng cứ nhầm cho mà structure chẳng là ní mình ra tiết nè này mình ra này mình ra hay grid line nhé cứ chụp chỉ môi nhầm một nhầm đây chứ nhầm được bên vĩnh hay ok chẳng nhầm năng import AutoCAD mình chào chẳng tao mới import cho bán bông bông cho một cái mà hay bông bông cho một insert nhé hay em giao việc thành link CAD nhé đến nên năng import học này video coi tiếp nhưng là bọn há nhầm pi cả link năng import tại vì không thểแบบnào chứ nhầm dục link sẵn chẳng nhầm một này khi máu này cứ cái cao bao giờ mình nhắn ok lại ní bọn thể thích pi này trộm đó bọn thể thích mệnh lại bọn thử mà nhóm của gì về mm chẳng em chọn open mà chẳng này bị lột nào ấy thấy bánh ở khi em vậy tha đây nên không nó comment y cái rạch đá chẳng này lại nè bọn lại sầu việc bạn á nè cái nhát y cái rạch nè chẳng bọn bắt cả grid line mà ok cho nên bây giờ grid line mà bọn mà lại architect ní bọn mở hàng lớn cứ mình grid line cho click đầu vía thì nó mình tra page grid line mình cũng manual nè mình page mình cao mình chia bông center chẳng đây chẳng rồi bao nhiêu việc option mùi giờ một cái đồng bài prop để tặng cái này chẳng nhầm giờ cu manual nên là chẳng mình nhớ trong cu máu ok là nên mình PAA chẳng đồng bài bắt đầu mở lại mùi bán bắt đầu chạy liệu vi hết rồi ném lại mùi hết ok lại mùi nè hay revisit tiếp theo dùng mùi tầm home scale đấy cứ việc auto tầm scale bao giờ nè thì những bạn thầm tốt nhưng bắt đầu scale lên nó nè thôi vậy chẳng một bất cả menu để máu bắt đầu là cho mọi cái tách dài giờ grid line mà hay một bọn cả nào này một cả chẳng ạ ok nè bọn thưa mùi máu xâm rạp nè mình toàn trái và bọn ai mơ mùi tạm thì xa nhầm của bạn là hỏi nè để trẻ hãy có ảnh mở bán bây tùm lực mẹ riêng dương chẳng lấy chia page manual nè chia page manual lấy em giao chia page mình đón nè em cho một cái lá em giao bị tập page nhưng lườn nè một quả select lưu vi mà nè chẳng mấy vì lột đọc bay một lại đây sao mấy nhầm cận mũi bị hai rồi chẳng nhầm vài mùi vài máu họ sẽ ok đấy vì mà mùi vậy nè hay là ní su tha trên cho đầu hàng đấy nhưng bài cho cô đi ném này nhưng chút thấy vì mà này vì mà ô tô đó chẳng dương lại lưu vì mùi nhưng là bị trong bàn vì một tối dương chút bị thành nè create similar đấy bọn chút lưu vì mình mất hay page mới một chút mất bọn chút chẳng là hot mà nè ai khúc chút luôn gửi lại hay một con chút bạc về mà nè bảo định nhầm mất hay tiền nhá ok easy maintain nè chẳng buồn nó cho chẳng thì máu dọc page này nhầm thấy nhầm đồ nhầm đã ấy ok chẳng nhầm similar với nhầm check page chẳng nhầm thấy ok thật ta nhầm mùi đó này giờ chẳng a b chẳng ai chọn thì là ní lượng mối dọc
ABC ទៅហ៎ចឹងនេះបងប្អូនទីដល់ចំណុចនេះមកនេះមានដល់លើហើយចឹងយើងនេះយើងអាចទាញទៅឲ្យវាទៅស្មើគ្នាមកនេះអូខេតែនេះរួចរាល់យើងមកកើត grid line បានមួយជាការស្រេចចឹងខ្ញុំចូលមក view 3D តិចមកនេះឃើញអត់ grid line យើងបានបង្កើតមិញហើយចំពោះ level នេះគឺយើងទៅបានបង្កើតដែរណាចឹងយើងចូលមកចាក់ dimension វាមកបើចាក់ dimension មកបងចូល modify ហើយយកពាក្យថានេះ dimension ហើយបងចាក់តាមហ្នឹងមកអូខេខ្ញុំតាមនេះមកឥឡូវនេះបងអាចដូរបានណាបងប្អូនហើយដូរថា plot យើង scale 1 លើ 100 ណាហើយបងអាចឆេងកន្លែងនេះបានហើយបងអាចកំណត់បានណាបងឆែកមួយចឹងមកមួយយើងឆែកមើលមួយចឹងមកណាឃើញអត់ចឹងខ្ញុំនិយាយទៅទៀតហើយចឹងខ្ញុំយកបងគូចឹងអូខេចេះគូចឹងមកហើយអូខេនេះនេះអូខេចឹងវីដេអូយើងមានតែប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីការបង្កើត level ជាន់ពីជាន់ហើយនឹងការបង្កើត column អូខេជួបគ្នានៅវីដេអូក្រោយអរគុណ